បងគួយថែមជាមួយនឹងទឹកស៊ីអ៊ីវមួយមុខនេះបងប្អូននិយាយទៅលើកទី1ដែលខ្ញុំធ្វើលើកទី1មែនណាប៉ុន្តែនិយាយពីថារសជាតិវិញឆ្ងាញ់ហ្មងបងប្អូនពេលដែលយើងឲ្យថែមទឹកស៊ីបានមកយកមកញ៉ាំជាមួយនឹងបាយបងប្អូននឹងមានខ្ទឹមមានម្ទេសមានពងក្រួយយើងបែបលក្ខណៈថារៀងជាប់ភ្នៅអីចឹងនិយាយពីថាហូបទៅនិយាយពីឆ្ងាញ់ហ្មងអញ្ចឹងបងប្អូនយើងមើលពីរបៀបធ្វើទាំងអស់គ្នាទៅសម្រាប់បងប្អូនចង់ចេះធ្វើឬក៏ដែរធ្វើសាក់ធ្វើហូបនិយាយពីថាឆ្ងាញ់មែននិយាយមែនណាអញ្ចឹងខ្ញុំដាក់បេះម្ទេសសិនបងប្អូនតែនិយាយត្រង់ទៅម្ទេសបេះបានតែ2គ្រាប់វាសាធន់មានទុំប៉ុន្តែគឺអានងចិត្តចាស់អញ្ចឹងក៏បេះយកមកទុកបាននងមួយដែរវិធីធ្វើវិញគឺងាយស្រួលមែនតើអញ្ចឹងតោះមើលវិធីធ្វើទាំងអស់គ្នាបងប្អូនអញ្ចឹងគឺយើងមានចំនួនពងក្រួយថា50គ្រាប់បងប្អូនបន្ទាប់មកយើងក៏ចាប់ដាំទឹកហើយទឹកហ្នឹងគឺយើងមានដាក់ទឹកខ្មេះអំបិលហើយទឹកហ្នឹងគឺខ្ញុំស្ងោរពងម្ដងហ្នឹងគឺ50គ្រាប់ហ្នឹងហ្មងហើយខ្ញុំស្ងោរតាម៉ាន់ទីបងប្អូនបើចង់បានភ្នៅគឺដាក់តាម៉ាន់ទីបានហើយប៉ុន្តែបើបងប្អូនចង់ឆ្អិនល្អអានោះបងប្អូនដាក់លើសនាទីតាមហ្នឹងអញ្ចឹងតែខ្ញុំក៏ត្រាំជាមួយនឹងទឹកកកដើម្បីយើងស្រួលបកអញ្ចឹងខ្ញុំក៏លីងជាមួយនឹងល្ងសបងប្អូនខ្ញុំលីងឲ្យវាឈ្ងុយហើយខ្ទឹមសខ្ទឹមក្រហមម្ទេសគឺដាក់តាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តដូចខ្ញុំចេះដាក់ច្រើនទៅបងប្អូនមិនសូវចូលចិត្តទេដាក់តិចចាប់បានមកលាយទឹកដើម្បីយើងត្រាំពងក្រួយរបស់យើងអញ្ចឹងខ្ញុំដាក់ទឹកសមួយចានចង្កឹះជាមួយនឹងទឹកស៊ីអ៊ីវកាចានណាបងប្អូនស្ករ2ស្លាបព្រាបាយខ្ញុំដាក់ស្ករតែប៉ុណ្្នឹងឯងដោយសារខ្ញុំមិនសូវចូលចិត្តផ្អែមប៉ុន្តែយើងភ្លក់រសជាតិមកល្មមអញ្ចឹងណាបងប្អូនទុកឲ្យត្រជាក់បន្ទាប់មកយើងក៏ចាប់ផ្ដើមដាក់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយល្ងសអញ្ចឹងទៅហើយចាក់ពងក្រួយចូលតែប៉ុណ្្នឹងគឺរួចរាល់ហើយបងប្អូនខ្ញុំឃើញវីដេអូជនជាតិកូរ៉េគេធ្វើខ្ញុំឃើញគេមានដាក់ភេងល្ងទេប៉ុន្តែខ្ញុំដាក់ឲ្យដោយសារអត់សូវចូលចិត្តក្លិនភេងល្ងត្រាំទុកមកយប់ទៅយើងអាចយកមកញ៉ាំបានហើយសម្រាប់ពងក្រួយចុះបើសិនជាពងទាពងមាន់អីគេខ្ញុំឃើញគេដាក់3យប់អីចឹងណាតែពងក្រួយត្រាំតែមួយយប់គឺឆ្ងាញ់ហ្មងបងប្អូនក្រួយនៅធៀងភ្នៅចឹងបងប្អូននិយាយពីថាដាក់មួយម៉ាត់ទៅនិយាយពីឆ្ងាញ់ហ្មងណាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណជម្រាបលា